រដ្ឋមន្ត្រីក្រសួងការបរទេសថៃមន្ត្រីកម្ពុជាប្រយ័ត្នសម្ដីជាងមុននៅពេលនិយាយពីការបោះឆ្នោតនៅប្រទេសថៃរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីហាសផុងកេតកៅបានរិះគន់ចំពោះការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាទាក់ទងទៅនឹងការបោះឆ្នោតនៅប្រទេសថៃលោកសីហាសបានថាមតិយោបល់របស់មន្ត្រីជាន់ខ្ពស់កម្ពុជាអាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តនៅពេលដែលភាគីទាំងពីរកំពុងតែព្យាយាមរ៉ាក្នុងអំឡុងពេលបទឈប់ដ៏សារភាគីទាំងពីរមានកាតព្វកិច្ចគោរពអ្វីដែលបានព្រមព្រៀងគ្នានឹងជៀសវាងការញុះញង់ណាមួយរួមទាំងតាមបណ្ដោយព្រំដែនផងដែរលោកសីហប្រតិកម្មឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកកៅរ៉េមីដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទាក់ទងទៅនឹងការបោះឆ្នោតនៅប្រទេសថៃលោកកែមីបានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook នៅថ្ងៃទី8 ខែមករាឆ្នាំ2026យ៉ាងដូចនេះថាមានមតិជាច្រើនបានលើកឡើងនៅក្នុងការព្រួយបារម្ភថាបើអនុទានចាញ់ឆ្នោតនោះនឹងមានសង្គ្រាមជាលើកទី3ហើយចំពោះទស្សនៈរបស់ខ្ញុំវិញគឺថាបើអនុទានចាញ់ឆ្នោតភាគរយទាបណាស់នឹងមិនមានសង្គ្រាមទេពីព្រោះកន្លងមកយោធាថៃបើកការឈ្លានពានមកលើកម្ពុជាបានក៏ដោយសារតែមានការគ្រប់គ្រងយ៉ាងពេញទុំកំហឹងពីរាជរដ្ឋាភិបាលថៃដែលដឹកនាំដោយលោកអនុទានដែលពាក្យខ្មែរយើងនិយាយថាទៅទាំងបីទាំងមានដៃគូបាននោះទេជាការសន្និដ្ឋានបើអនុទានចាញ់ឆ្នោតនោះសង្គ្រាមនឹងមិនអាចកើតឡើងបានទេបើគណបកប្រជាជនគណបអភើថៃឈ្នះឆ្នោតនៅក្នុងខេត្តកុម្ផៈពួកគេនឹងមិនលេងល្បែងសង្គ្រាមដោយគណបអរតីនោះទេពីព្រោះថាគណបកទាំងពីរផ្ដោតទៅលើសេដ្ឋកិច្ចទេសចរវិនិយោគនិងបង្កើនទំនាក់ទំនងអន្តរជាតិជាងធ្វើសង្គ្រាមជាមួយប្រទេសជិតខាងបើទោះបីជាគោលនយោបាយរបស់ពួកគេមានការបើកច្រកសហការជាមួយយោធាថៃក៏ដោយក៏ចរិតលក្ខណៈនៃគណបកទាំងពីរមិនធ្វើសង្គ្រាមដែរសម្រាប់ការធានាស្ថិរភាពនិងសន្តិភាពយូរអង្វែងរវាងបញ្ហាព្រំដែនកម្ពុជាថៃនៅក្នុងពេលអនាគតគឺត្រូវពឹងលើប្រជាជនថៃបោះឆ្នោតឲ្យគណបកប្រជាជនគណបកធ្វើថៃបើខុសពីគណបកទាំងពីរនេះគឺនឹងនាំមកនៅភ្លើងសង្គ្រាមនិងភាពមហន្តរាយនៃប្រទេសទាំងពីរដោយគ្មានទីបញ្ចប់រដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីហាសបាននិយាយថាការកត់សម្គាល់ដែលបង្ហាញថាការបរាជ័យរបស់គណបកមួយនាងផ្ដល់ផលប្រយោជន៍ដល់ទំនាក់ទំនងជ័យជំនះដែរនោះមិនគួរត្រូវបានលើកឡើងទេហើយវាស្មើទៅនឹងការជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃលោកបានបន្ថែមថាប្រទេសថៃមិនបានធ្វើសកម្មនេះចំពោះកម្ពុជានោះទេរដ្ឋមន្ត្រីការបរទេសថៃរូបនេះបានជំរុញឲ្យមន្ត្រីកម្ពុជាប្រយ័ត្នសម្ដីជាងមុនប្រសិនបើចង់ឲ្យទំនាក់ទំនងរីកចម្រើនលោកបាននិយាយបន្ថែមទៀតថាប្រទេសថៃបានអនុវត្តការអត់ធ្មត់និងប្រយ័ត្នប្រយែងភាសានិយាយស្ដីហើយរំពឹងថាកម្ពុជានឹងធ្វើដូចគ្នានេះបើតាមការចុះផ្សាយដោយសារព័ត៌មានដែលមានថៃនៅថ្ងៃទី13 ខែមករាឆ្នាំ2026យ៉ាងណាមិញការលើកឡើងរបស់លោកកៅរ៉េមីធ្វើឡើងគ្រាន់តែជាការបង្ហាញនៅទស្សនវិជ្ជាផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះទស្សនិកជនតាមរយៈសិនសិទ្ធិសារព័ត៌មាននៅថ្ងៃទី13 ខែមករាឆ្នាំ2026នេះឯកឧត្តមប៉ែនណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាគឺបានបញ្ជាក់ជាថ្មីទាក់ទងទៅនឹងចម្ពោះរបស់រាជរដ្ឋាភិបាលកម្ពុជាគឺនៅតែរក្សាជំហរនៅក្នុងការពារទឹកដីដែលអធិបតេយ្យភាពរបស់កម្ពុជាស្របច្បាប់ហើយតាមរយៈការទូតដោយខិតខំប្រឹងប្រែងនៅក្នុងការរក្សាបាននូវសន្តិភាពហើយនៅក្នុងនោះបើតាមការបញ្ជាក់ដដែលរបស់ឯកឧត្តមបានបញ្ជាក់ទាក់ទងទៅនឹងជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងតែភាពពេញលេញរយៈពេល7 បទវត្តចុងក្រោយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនដីនាយករដ្ឋមន្ត្រីនិងសម្ដេចវ៉ុលធិបដីហ៊ុននាយករដ្ឋមន្ត្រីកម្ពុជាในពេលបច្ចុប្បន្នបានប្រើប្រាស់កីឡានុវត្តភាពនៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍប្រទេសរីកចម្រើនគ្រប់វិស័យនិងពង្រឹងភាពម្ចាស់ការពឹងទៅលើ